គាត់បានដាក់ជំងាយយ៉ាងច្រើនរវាងខ្លួនគាត់និងសត្វរន្ធត់មុនពេលវាអាចចាប់ផ្ដើមវាប្រហារឡើងវិញបើវានៅតែវាប្រហារដូចនេះទៀតកូនទើបកើតនោះមិនមានឱកាសខ្លះទេក្នុងការចូលទៅចិត្តដើម្បីបញ្ចប់វាឥឡូវនេះគាត់ត្រូវតែព្យាយាមគិតយុទ្ធសាស្ត្រថ្មីមួយទៀតដូចជាការវាប្រហារភ្លាមឬរកវិធីបំបែកចិត្តវាពេលវេលាមិនសល់ទេហើយគាត់នឹងទទួលផលប៉ះពាល់ពីការប្រើកម្លាំងពេញទំហឹងឆាប់នេះគាត់ត្រូវនាំម៉ែរត់ចេញជាបន្ទាន់មុនពេលគាត់រងរបួសកំពុងតែគិតគាត់ក៏ឃើញម៉ែមើលជុំវិញដោយអស់សង្ឃឹមនៅជាន់ដីពេលគាត់អស់លឿនជាងការរំពឹងទុកហើយម៉ែគាត់ក៏ភ្ញាក់ឡើងដើររកគាត់យ៉ាងខ្លាំងពេលកំពុងរកនាងក៏ជួបសត្វចម្លែកហើយសម្លឹងមើលវាទាំងភ័យខ្លាចតែនាងមិនរត់ទេបែរជាលូកហោប៉ៅយករបស់ម្យ៉ាងចំណែកឯឈុនស្រែកប្រាប់ឲ្យម៉ែរត់ព្រោះខ្លាចនាងទោលមិនឈ្នះប៉ុន្តែក្នុងនាមជាម្ដាយទូឯកនាងច្បាស់ជាមានល្បិចមិនខានពីក្នុងហោប៉ៅរបស់នាងយកកាំភ្លើងអគ្គិសនីមួយចេញហើយបាញ់វាទៅលើសត្វរន្ធត់បង្កើតអគ្គិសនីខ្លាំងធ្វើឲ្យវាឈប់ដាច់ស្រឡះវាអាចមិនមែនជាវិធីធម្មតាទេប៉ុន្តែនេះហើយជាការរំខានដែលទីរោគកំពុងស្វែងរកឯឈុនលោតចេញពីអគារទៅភ្លើខាងក្រោមពេលដែលសត្វរន្ធត់នោះស្ដារឡើងវិញហើយវាប្រហែលដៃទៅលើម៉ែរបស់គាត់បាញ់នាងឲ្យហោះទៅក្រោយខណៈដែលនាងធ្លាក់ចុះទៅលើដីហើយក៏មិនមើលទៅសត្វរន្ធត់នោះផងឯឈុនបានធ្លាក់ចុះពីមេឃជាមួយនឹងការវាប្រហារដ៏ធំមួយដើម្បីបំបត្តិសត្វហ្វខ្វាក់នេះជាថ្មីម្ដងហើយសត្វនោះមើលទាន់ពេលឃើញទីរោគមានថាមពលខ្លាំងធ្លាក់មកលើវាយ៉ាងលឿនការវាប្រហារចំក្បាលពេញទំហឹងបំបែកក្បាលវាស្លាប់ភ្លាមម៉ែគាត់នៅសន្លប់លើដីខណៈទីរូបដើរទៅក្បែរមើលនាងទូមិនចូលចិត្តនាងតែវាគ្រោះថ្នាក់បើគ្មាននាងការពារនាងមិនត្រឹមតែជួយគាត់ទាំងគ្រោះថ្នាក់ថែមទាំងហ៊ានបោះបង់ជីវិតដើម្បីគាត់ទៀតនាងត្រូវវឹកហាត់បន្ថែមដើម្បីមានប្រយោជន៍តែពេលនេះគាត់អាចទុកចិត្តនាងបានហើយខណៈពេលគាត់គិតអញ្ចឹងក្នុងចិត្តផលប៉ះពាល់ក្រោយនៃអំណាចរបស់គាត់បានវាប្រហារមកហើយគាត់បានដួលចុះក្បែររំដាយរបស់គាត់ដោយបាត់ស្មារតីផងដែរពេលគាត់ភ្ញាក់ឡើងវិញក្រោយពេលយូរមកគាត់មានក្រណាត់រុំក្បាលហើយបុរសម្នាក់មានភ្នែកក្រហមចម្លែកកំពុងដោះខោទីរោគថ្មីឲ្យគាត់អ៊ីឆានមិនស្គាល់បុរសនោះទេហើយបានបន្តទឹកមូលទៅលើគាត់ដើម្បីឲ្យភ័យរត់ទៅម្ដាយគាត់ប្រញាប់មកសុំទោសដោយសង្ឃឹមថាបុរសនោះមិនខឹងគាត់ជូបទឹកមូលទៅចេញទាំងយល់ថាខ្លួនប្រហែលជាធ្វើឲ្យក្មេងភ័យទើបមានរឿងបែបនេះគាត់សួរម្ដាយថាតើនាងអីដែរឬទេហើយមើលទៅម្ដាយគាត់ស្គាល់បុរសនោះគាត់ប្រហែលជាម្ចាស់ចាស់របស់វាហើយគាត់អរគុណដែលបានជួយមើលថែឆ្កែចំឯឈួនបារម្ភថាម៉ាក់គាត់ច្បាស់ជាឃើញសត្វនោះវាប្រហារគេប៉ុន្តែនាងធ្វើដោយធម្មតាគាត់ក៏ឃើញសក់ខ្លួនឯងសាមដែលប្រហែលជាម៉ាក់គាត់លួចយំពេលគាត់កំពុងដេកបុរសនោះបបួលនាងទៅទិញសម្ភារៈបន្ថែមជាមួយគ្នាវាធ្វើឲ្យឯឈុនចាប់អារម្មណ៍ពេលដឹងថាការទិញសម្ភារៈស្តុកទុកដោយមានជំនួយពីអ្នកដទៃគឺជាគំនិតល្អប៉ុន្តែមុនពេលគាត់ទៅជាមួយពួកគេគាត់ត្រូវតែយកស្នូគ្រីស្តាល់ពីសត្វរឿងដែលគាត់បានសម្លាប់សិនគាត់លោតចេញពីទេរបស់គាត់ហើយរត់ទៅរកសាច់ដុំសត្វរឿងពេលប្រើកន្ទុយកង្កែបស្រូបយកវាគាត់បានអំណាចសត្វនោះភ្លាមជំនាញបង្កើនភាពរឹងនេះរលាយចូលក្នុងឈាមគាត់ហើយវាមិនអាក្រក់ទេឥឡូវគាត់អាចប្រើកន្ទុយជាខែលការពារបានតែមុនគាត់ឆ្លងទៅទេវិញគាត់ឃើញបុរសចម្លែកម្នាក់កំពុងនិយាយទូរស័ព្ទគាត់កំពុងនិយាយថាគាត់នឹងម៉ៃជាបន្ទុកសម្រាប់ពួកគេមូលហេតុដែលនាំពួកគេទៅគឺគ្រាអាសន្នអាចទុកជាខែលការពារហើយយ៉ាងហោចក៏មានប្រយោជន៍ខ្លះដែរបុរសនោះប្រកាសជាអ្នកស្រវឹងហើយវាច្បាស់ណាស់ថាគាត់មានបំណងអាក្រក់គាត់ប្រាប់តាមទូរស័ព្ទឲ្យយករថយន្តផ្សេងនិងសម្ភារៈបន្ថែមពេលឯឈុនលួចស្ដាប់គាត់ក៏ជ្រុលបុករថយន្តដែលលាក់ខ្លួនពីក្រោយហើយបុរសនោះងាកមកវិញភ្លាមដើម្បីវាប្រហារអ្នកលួចស្ដាប់គេដើរមកទាំងស្មានថាឃើញមនុស្សគួរឲ្យខ្លាចតែបែរជាឃើញទីរោគតូចម្នាក់ទៅវិញធ្វើឲ្យគេបន្ថយការប្រុងប្រយ័ត្នបុរសនោះស្ទាបក្បាលឯឈុនសួរថាមកទីនេះមិនបន្ទាប់មកគាត់លើកទូរស័ព្ទប្រាប់ថាទីរោគបានស្ដាប់ពួកគេមែនតែគាត់មិនខ្វល់ទេព្រោះគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះលើពីនេះទៅទៀតព្រោះឯឈុនគ្រាន់តែជាទីរោគការសម្លាប់គាត់ក៏មិនមានបញ្ហាឡើយទីរោគនោះបារម្ភក្រោយដឹងថាបុរសនោះឈួតពួកគេឡើងឡានហើយម៉ែដាក់គាត់ក្នុងកៅអីសុវត្ថិភាពខាងក្រោយបន្ទាប់មកពួកគេចេញដំណើរជាមួយបុរសនោះនិងមនុស្ស3នាក់ទៀតឯឈុនមិនហ៊ានឲ្យបុរសឈួតនោះបើកឡានទេតែធ្វើអ្វីមិនបានបើប្រើអំណាចបានគាត់ច្បាស់ជាកំចាត់បុរសឈួតនោះភ្លាមអ្នកក្នុងឡានស្គាល់គ្នាហើយម៉ែគាត់ក៏ចែកនំញ៉ាំដែរចម្លែកត្រង់ពួកគេស្នប់ស្នាប់ម្លេះឯឈុនសង្ស័យថាតើពួកគេធ្លាប់ឃើញវីដេអូសត្វសាហាវទេហើយហេតុអ្វីហ៊ានចេញក្រៅពេលនេះបុរសនោះបើកឡានលាអ្នកក្នុងបរិវេណស្នាក់នៅឯឈុនដឹងថាការមិនដឹងខ្លះរបស់ពួកគេប្រហែលជាវិធីការពារខ្លួនមួយឃើញសត្វរន្ធត់ឬសពមិនមែនមានន័យថាពិភពលោកចិត្តរលាយនោះទេគ្រាន់តែធ្វើធម្មតានឹងលាក់ការភ័យខ្លាចពេលបើកាត់ក្រុងអ្នកស្រីលីងយកសាំងវិចចែកឲ្យអ្នកគ្រប់គ្នាក្នុងឡានមនុស្សក្នុងឡានគឺជាអ្នកស្នាក់នៅអគារកន្លែងឯឈុននិងម្ដាយស្នាក់នៅមានម្ដាយរបស់គេលីងយីងយូជាប្រជាជនបន្ទប់លេខ502បន្ទាប់មកមានដេនគូជាប្រជាជនបន្ទប់លេខ103រីយូកាសុននៅបន្ទប់104ម្ដាយគេចែកនំអ្នកផ្សេងក្នុងឡានពេលទៅផ្សាររីយូសួរម៉ាក់ថាតើម៉ាក់ចិញ្ចឹមកូនម្នាក់ឯងរួចដោយរបៀបណាបើវាពិបាកយ៉ាងនេះនេះនៅក្មេងស្អាតហើយមិនធ្វើការទៀបចេញក្រៅជាមួយកូនគឺគ្រោះថ្នាក់ដំបូងម្ដាយគេគិតទុកគេនៅផ្ទះតែសង្កេតឃើញថាពេលឯជននៅម្នាក់ឯងគេចាប់ផ្ដើមរករឿងក្រោយគិតច្រើននាងក៏សម្រេចយកគេទៅជាមួយឯជនប្រាប់ម្ដាយឲ្យឈប់និយាយដោយមិនដឹងខ្លួនខណៈម្ដាយដកដង្ហើមធំពេកគិតពីភាពចលាចលដែលបង្កដោយកូននាងប៉ុន្មានថ្ងៃនេះម្នាក់នៅខាងមុខគឺចិនមីណូរូបន្ទប់504អ្នកបើកបរថាលីងមានប្រយោជន៍ពេលប្រយុទ្ធព្រោះនាងអាចបាញ់សត្វសាហាវបានដោយកាំភ្លើងអគ្គិសនីពួកគេក៏យកឆ្កែតាមឡានដែរដើម្បីជួយការពារម្ដាយឯជនមិនចាំអ្វីដែលកើតឡើងហើយក៏មិនដឹងថាកូនខ្លួនជាអ្នកបង្កដែរពេលបើកឡានកាត់ត្រង់អ្នកបើកបរមានអារម្មណ៍មិនស្រួលគូមានសត្វអាក្រក់ច្រើនជាងនេះតែទីនោះបែរជាទំនេរភ្លាមនោះគាត់ឃើញម្នាក់កំពុងរត់រកជំនួយខណៈនាងរត់រកកន្លែងលាក់ស្រាប់តែជញ្ជាំងអគារប្រេះហើយមានដៃមួយលោកចាប់នាង
បន្ទាប់មកនាងត្រូវសត្វអាក្រក់ជាច្រើនវាយប្រហារតែមួយកន្លែងអ្នកបើកបរប្រាប់ឲ្យពួកគេកាន់ឲ្យម៉ឹងខណៈដែលគាត់ព្យាយាមបើកឡានជៀសវាងការបុកសត្វអាក្រក់នឹងក្មេងស្រីនោះឡាននិងរថយន្តដឹកទំនិញទាំងពីរបង្វិលជិះក្រុមសត្វអាក្រក់តូចហើយពួកគេអាចឆ្លងកាត់បានដោយសុវត្ថិភាពឆ្កែព្រុសខ្លាំងនៅក្រោយឡានពេលបិសាចមកជិតក្មេងស្រីហើយទីនាងចុះដីនាងស្រែករកជំនួយពេលវាជិះពីលើហើយវាប្រហារនាងថ្ងៃនេះប្រហែលជារញ្ជួយខ្លាំងតាំងពីឲ្យឈុននិងម៉ែចាក់ចេញពីផ្ទះពួកគេត្រូវបិសាចឡោមព័ទ្ធហើយឲ្យឈុនក៏ឆ្លៀតពិនិត្យស្ថានភាពដែលកំពុងជួបប្រទះសត្វអាក្រក់ក្បាលស្រេកដែលវងជុំឡានទាំងអស់មានស្នាមចាក់នៅកណ្ដាលលោកអ្នកបញ្ជាសត្វអាក្រក់ទាំងអស់នេះប្រហែលជាប្រភេទសៃបកមួយអ្នកបញ្ជាសត្វអាក្រក់ជាប្រភេទសត្វអាក្រក់ប៉ារ៉ាស៊ីតហើយពួកវាមានសមត្ថភាពបំលែងមនុស្សឲ្យក្លាយជាសៃបកអំណាចរបស់ពួកវាមិនខ្លាំងប៉ុន្មានប្រសិនបើម្នាក់ប៉ុន្តែបើមានច្រើនគឺជារឿងផ្សេងទៀតហើយអ្នកបញ្ជាដើរទៅវិញទៅមកសត្វអាក្រក់សៃបកនឹងបន្តបង្កើនចំនួនឡើងរឿងល្អបំផុតដែលពួកគេអាចធ្វើបានគឺស្វែងរកវិធីគេចខ្លួនភ្លាមសត្វអាក្រក់ក្បាលស្រេកដែលមិនបានរុញស្ត្រីក្រហមកំពុងចាប់ផ្ដើមដើរមករកឡានដើម្បីវាយប្រហារអ្នកនៅក្នុងពួកវាមកជិតពេកសម្រាប់អ្នកបើកឡានហើយក្នុងរយៈពេលប៉ុន្មានវិនាទីសត្វអាក្រក់មួយបានបំបែកកញ្ចក់មុខឡានចូលអ៊ីឆនមើលជុំវិញហើយដឹងថាពួកគេអាចរស់រានមានជីវិតផុតពីស្ថានភាពនេះបានជាក់ស្ដែងប៉ុន្តែគាត់ត្រូវតែបណ្ដេញពួកវាចេញឲ្យបានលឿនមុនពេលពួកវាខ្លាចជាច្រើនពេកអកុសលគាត់អាចប្រើអំណាចរបស់គាត់បានតែ30វិនាទីប៉ុណ្ណោះហើយបើគាត់ប្រើអស់នៅទីនេះទាំងអស់នោះគឺចប់ហើយគាត់មើលជុំវិញក្នុងឡានហើយសួរថាតើមានអ្នកដំណើរណាម្នាក់អាចប្រយុទ្ធបានទេវាមើលចេញពីឡានយ៉ាងអស់សង្ឃឹមទៅកាន់ក្មេងស្រីម្នាក់ដែលកំពុងត្រូវសត្វអាក្រក់វានឹងស៊ីនាងហៅឲ្យអ្នកនៅក្នុងឡានឈប់ខ្ជះខ្ជាយពេលវេលាហើយទៅជួយនាងអ្វីនោះធ្វើឲ្យអ៊ីឆាន់ខិនភ្លាមព្រោះគាត់ដឹងថានាងនឹងក្លាយជាផ្ទុកបន្ទុកសម្រាប់ពួកគេបន្តទៅមុខជំនួសឲ្យព្យាយាមស្វែងរកវិធីជួយគ្នាទាំងអស់នាងវិញតែយំសុំឲ្យគេជួយនាងពួកគេអាចបោះបង់នាងចោលព្រោះនាងគ្មានប្រយោជន៍ក្នុងការប្រយុទ្ធឈានមែននរថាមិនបាច់ជួយក្មេងស្រីនោះទេនាងមានស្នាមរបួសលើបដូចសត្វតេទៀតមានន័យថានាងអស់សង្ឃឹមហើយជិនមិនរកភ្នែកពូកែតែចាស់ពេកសម្រាប់ប្រយុទ្ធយ៉ាងណាគាត់អាចជួយដិតអីវ៉ាន់បានអ្នកបើកឡានសួរថាគូចូលក្នុងភាពច្របូកច្របល់នោះទេតែបើចង់ចូលត្រូវកំចាត់សត្វចម្លែកមុនពេលវាបំផ្លាញអ្វីអស់អ៊ីឆនមិនចូលចិត្តទេព្រោះវាដូចជាបញ្ជូនពួកគេទៅស្លាប់ពួកគេពឹងលើបរិះនោះមិនបានទេអ្នកបើកឡានតាមក្រោយក៏ប្រហែលដូចគ្នាដែរដេងឃូយកវត្ថុរឹងមួយក្នុងឡានហើយប្រាប់ថានឹងចេញទៅជួយតាមដែលអាចធ្វើបានមើលទៅគាត់ខ្សោយតែអាចជាទូអង្គឈួតដែលស្មានមិនដល់គាត់ថាគាត់មិនភ័យតែទុកចិត្តមិនបានទេក្នុងឡានហាក់គ្មានអ្នកណាអាចទប់ទល់នឹងសត្វកំណាចដែលកំពុងឡោមព័ទ្ធពួកគេបានឡើយម៉ែរបស់គាត់ដាក់ដៃចូលក្នុងកាបូបដើម្បីយកកាំភ្លើងដែលនាងបានប្រាមុននេះពេលដេនហឺថាម៉ែរបស់គាត់ចេញទៅក្រៅជាមួយកាំភ្លើងគាត់សម្រេចថាគាត់មិនចាំបាច់ចេញទៅទៀតទេខណៈពេលពួកគេកំពុងនិយាយគ្នាមានវត្ថុមួយមុតចាក់ចូលក្នុងឡានភ្លាមហើយចូលត្រង់ទ្រូងរបស់ដេនបន្ទាប់មកនាងត្រូវគេបោះចេញពីឡានដោយតុក្កតាក្រចកមុតចាក់ចូលឡានហើយសត្វស្លាប់ព្រើមួយគេបលេខក្បាលដ៏គួរឲ្យខ្លាចចូលមករួចចាក់ក្រចកសម្លាប់រីវភ្លាមនេះប្រហែលជារូបកាយមេរបស់សៃបុបដែលលាក់ខ្លួនរងចាំឱកាសវាយប្រហាររកគ្មាននរណានៅក្នុងឡានដែលអាចទប់ចិត្តបានទេទំនងជាទារកត្រូវតែរើសកម្លាំងឡើងដើម្បីដោះស្រាយស្ថានភាពនេះមុនគាត់នៅមើលកន្ទុយមុតស្រួចមួយបានវាសម្ដៅម៉ៃគាត់បញ្ឈប់វាមិនទាន់ទេតែសំណាងល្អកន្ទុយនោះចាក់ចំកៅអេឡានវិញពួកគេមើលទៅមុខហើយឃើញជិនមែនរកកំពុងទប់សត្វស្លាប់ព្រើនោះចោលជិនមែនរយល់ឃើញថាមនុស្សនេះត្រូវជាមេដឹកនាំសត្វស្លាប់ព្រើទាំងអស់សត្វស្លាប់ព្រើនោះត្រឡប់មកវិញហើយព្យាយាមចាក់មុខគាត់ប៉ុន្តែគាត់ចាប់កន្ទុយនោះហើយបំបែកវាទៅវិញវាច្បាស់ណាស់ថាបុរសនេះមិនមែនជាមនុស្សធម្មតាទេព្រោះគាត់អាចបំបត្តិមេសត្វស្លាប់ព្រើទាំងអស់បានដោយដៃទេសត្វស្លាប់ព្រើនោះស្រែកខ្លាំងខណៈដែលវាចាក់កន្ទុយរបស់ខ្លួនឯងចូលក្នុងបន្ទាប់មកពេលសំឡេងស្រែករបស់សត្វស្លាប់ព្រើនោះបន្តិចចុះវាបានស្លាប់ហើយឈានមែនរបស់សពវាចោលឲ្យធ្លាក់ចុះទៅលើផ្លូវខណៈដែលគាត់ជូតឈាមចេញពីមុខគាត់ក៏បង្ហាញការត្អូញត្អែរអំពីអាយុចាស់របស់ខ្លួនចំណែកឯអ៊ីឆុនវិញគាត់មើលដោយការចាប់អារម្មណ៍ខ្លាំងពេលដែលគាត់យល់ថាចាស់នោះជាមនុស្សមានកម្លាំងខ្លាំងមែនទែនតែគាត់ដឹងថាសមរភូមិមិនទាន់ចប់សត្វស្លាប់ព្រើមានដំណាក់កាលទី2ពួកគេមិនអាចធ្វេសប្រហែសបានទេអ៊ីឆុនមិនស្គាល់បរិះចំណាស់នោះទេតែការវាចំរបេះដូងមិនទាន់អាចសម្លាប់វាបានឡើយសត្វស្លាប់ព្រើនោះរស់ឡើងវិញហើយបំរុងនឹងវាប្រហារម្ដងទៀតគាត់គ្មានសម្លេងនិយាយទេទើបមានវិធីតែមួយដើម្បីព្រមានបរិះចាស់មុនគ្រោះថ្នាក់គាត់ស្រែកខ្លាំងបំផុតឲ្យគាត់ងាកក្រោយហើយគិតពីការឆ្មក់វារបស់សត្វស្លាប់ព្រើទាន់ពេលចាស់នោះធ្លាប់ឃើញបែបនេះកាលនៅអង្គភាពប្រយុទ្ធពិសេសគាត់ឃើញថាសត្វស្លាប់ព្រើមិនស្លាប់ព្រោះចាក់បេះដូងទេទើបដឹងថាហេតុអ្វីតាខ្ចាស់នោះមានកម្លាំងខ្លាំងគាត់ធ្លាប់នៅផ្នែកប្រយុទ្ធពិសេសទើបមានជំនាញបង្ក្រាបសត្វស្លាប់ព្រើបរិះចាស់លោតពីឡានវាឲ្យធ្លាក់ចុះដោយវាមិនងាយស្លាប់ចិនមីណូរូប្រើធម្មពលទាំងអស់កំចាត់វាឲ្យអស់សពគ្រាគាត់ចាក់ក្បាលសត្វនោះហើយបុកជង្គង់ចំមុខបណ្ដាលឲ្យបែកឆ្អឹងក្បាលតាមការប្រយុទ្ធនេះឃើញថាគាត់មានចំណេះដឹងប្រយុទ្ធល្អហើយការសម្រេចចិត្តវាក្បាលក៏លឿនដែរគាត់គួរដឹងថាបរិះចំណាស់នោះមកពីកងទ័ពនិងពូកែជាងអ្នកឯទៀតក្នុងឡានការនៅជាឆ្កែបម្រើអង្គការទោះកងទ័ពត្រូវរលីពេលគាត់ចាប់ផ្ដើមផ្លូវនោះក៏ដោយក៏គាត់ធ្លាប់ព្រឹលថាក្រោយរដ្ឋាភិបាលដួលរលំកងទ័ពជាកម្លាំងធំបំផុតប្រឆាំងសត្វស្លាប់ព្រើនោះពួកគេជាសត្រូវរបស់អង្គការនោះប៉ុន្តែនៅក្នុងចំណោមពួកគេមានផ្នែកប្រយុទ្ធពិសេសមួយដែលធ្វើការនៅមូលដ្ឋានចម្បងហាក់ដូចជាពួកគេបានឆ្លងកាត់ការបណ្ដុះបណ្ដាលពិសេសហើយពួកគេក៏ជាអំពើក្នុងផ្នែកអង្គការនោះផងដែរដោយសារគាត់ខំពួកគេទៅដល់ផ្សារទំនើបយកអីវ៉ាន់ចាំបាច់ម្ដាយគាត់ឲ្យយោបល់ថាគួរត្រឡប់ទៅផ្ទះវិញតែចិនមីណូរូប្រកែកភ្លាមហើយប្រាប់ថាបើត្រឡប់ទៅវិញខ្លាចមានរឿងទៀតដូចនេះត្រូវបន្តទៅមុខពួកគេមានមនុស្សទុកចិត្តម្នាក់ហើយតែលើឯឈុនត្រូវរកវិធីទាញគេឲ្យចូលរួមដែរគាត់អាចផ្ញើបញ្ជាคล้ายៗឬបង្ខំឲ្យបរិះនោះការពារពួកគេគិតពីការប្រើប្រាស់បរិះនោះក្មេងនោះក៏ញ៉ាំពេលកំពុងគិតបរិះនោះក៏ស្ទាបក្បាលគាត់រួចប្រាប់អ្នកស្រីលីនឲ្យស្និទ្ធស្នាលជាមួយខ្លួននិងឯឈុនដើម្បីការពារពួកគេ
នាងយល់ព្រមហើយសន្យាមិនធ្វើជាបន្ទុកនឹងតាមគាត់ដោយស្មោះគាត់ប្រាប់ថាកុំរំពឹងច្រើនព្រោះគ្រាន់តែចង់ជួយប៉ុណ្ណោះនាងអរគុណគាត់ដែលជួយកម្ចាត់សត្វនោះតែគាត់ប្រាប់ថាកុំនិយាយពីវាអីចុងក្រោយនេះប្រសិនបើឯឈុនមិនយំកន្លងមកទេគាត់ប្រកាសជាស្លាប់ដោយសារការវាយប្រហាររបស់សត្វរបួសនោះបន្ទាប់មកគាត់ប្រាប់ទារកតូចថាមនុស្សដែលល្ងងខ្លះចង់បានផលចំណេញខ្លាំងជាងគេគាត់ថាដូចជាអានចិត្តក្មេងនោះដឹងឯឈុនក៏ទទួលជំនួយពីបរិះនោះប៉ុន្តែដឹងថាអត្តសញ្ញាណរបស់ចិនមីណូរូនឹងធ្វើឲ្យគាត់បរាជ័យទីបំផុតពួកគេមកដល់ផ្សារទំនើបប៉ុន្តែទ្វារត្រូវបានបិទប្រហែលជាថ្ងៃឈប់សម្រាករបស់ពួកគេហើយអាប់សបផ្សាយបាននិយាយថាផ្សារទំនើបនឹងបើកប៉ុន្តែទីនោះច្បាស់ណាស់ថាបិទសម្រាប់អាជីវកម្មឯឈុនដឹងថាហត់ជាអ្នកហាក់ខដោយឯកទេសហើយនាងប្រហែលជាបិទផ្សារទំនើបពីចម្ងាយលៀមទ្វារបើកហើយអ្នកបើកបរប្រាប់ពួកគេថាគាត់មានមិត្តម្នាក់បើកទ្វារពីចម្ងាយឲ្យគាត់ខណៈពេលដែលគាត់និយាយបែបនោះគាត់ញញឹមហើយបង្ហាញទូរស័ព្ទរបស់គាត់ដើម្បីរំលឹកឲ្យពួកគេចងចាំអគុណមិត្តរបស់គាត់នៅពេលក្រោយរឿងនោះធ្វើឲ្យឯកឈុនសង្ស័យហើយលួចយកទូរស័ព្ទម្ដាយពីកាបូបមកឆែកគេឃើញហត់ផ្ញើសារមកថ្មីថានាងឃើញឡានពួកគេតាមកាមេរ៉ាសុវត្ថិភាពហើយបានបើកទ្វារឲ្យរួចហើយរឿងនោះបញ្ជាក់ថាអ្នកបើកបរនេះប្រកាសជាស្គាល់ហត់រឿងនេះធ្វើឲ្យគាត់កាន់តែពិបាកព្រោះទាំងហត់និងអ្នកបើកបរទាំងពីរជាអ្នកដែលគាត់សង្ស័យបំផុតចុងក្រោយពួកគេចូលផ្សារទំនើបហើយឯកឈុនក៏ហត់នឿយពេលដល់គោលដៅផ្សារទំនើបនេះធំហើយមានតំណែងច្រើនក្នុងស្តុបគ្មានកាមេរ៉ាទេដូច្នេះទីរោគមិនបារម្ភខ្លាចគេឃើញពេលប្រើអំណាចទេរួចគាត់ឃើញថាបរិះចំណាស់នោះក៏យកធ្នើអាវុធមកដែរមិនចម្លែកទេសម្រាប់អតិថិជនពិសេសតែលើពេលនៅក្នុងផ្សារទំនើបបរិះដែលនាំពួកគេមកក៏ស្រាប់តែបាត់ខ្លួននៅក្នុងផ្សារទំនើបក៏មិនមានបុគ្គលិកណាម្នាក់ផងដែរដូច្នេះពួកគេមិនអាចទិញរបងប្រាក់បានទេពេលកំពុងគិតរកធ្វើអ្វីក្នុងឃ្លាំងកុយសំឡេងទះដៃពីកន្លែងផ្សេងក្នុងអគារពួកគេមើលទៅមុខក៏ឃើញបរិះនោះកំពុងញឹមនឹងស្ទាបប្រអប់ក្បែរខ្លួនគាត់ប្រកាសថាទំនិញក្នុងហាងនេះអង្គការគាត់ទិញរួចហើយពេលវេលាដែលកាប់រួចបំផុតបានខ្លាយជាការពិតហើយអ្នកនៅចំពោះមុខគាត់គឺជាសមាជិកអង្គការសំបីឆ្កែក៏ព្រុសដាក់ដែរអ្នកបើកបរទម្លាយអត្តសញ្ញាណពិតថាគាត់គ្រាន់តែប្រើពួកគេចូលផ្សារទំនើបប៉ុណ្ណោះឥឡូវពេលប្រើរួចគាត់ត្រៀមបោះពួកគេចោលដូចសម្រាប់ក្នុងពេលដែលគាត់កំពុងអួតខ្លួនបានមើលឃើញស្នាមសាក់មួយលើដៃបរិះនោះភ្លាមដែលជាសញ្ញាច្បាស់ថាគាត់ពិតជាសមាជិកនៃអង្គការនោះយ៉ាងភ្នែកកណិតបរិះនោះប្រកាសថាផ្សារទំនើបនេះជារបស់សង្គមផ្កាឈូកខាងកើតដោយសំដៅលើបរិះយោធីចាស់នោះគាត់ដកអាវុធចេញពីហោប៉ៅគាត់បានព្រមានពួកគេមិនឲ្យច្រឡាក់ឈ្មោះសង្គមនោះបានតាក់ទាញការយកចិត្តទុកដាក់របស់ភ្លាមគាត់បានដឹងថាសាខានៃអង្គការនេះមិនមែនជាធម្មតាទេពួកគេជាក្រុមមុខងារដំបូងដែលទទួលខុសត្រូវក្នុងការអនុវត្តគម្រោងបាញ់ប្រហារក្រុមនេះបានចាប់ផ្ដើមបង្កអំពើក្រិតភាពរបស់ពួកគេមកហើយមុនពេលមានគ្រោះមហន្តរាយផងដែរពួកគេប្រមូលសម្ភារៈព្រោះបារម្ភពីគ្រោះមហន្តរាយឥឡូវយល់ពីអារម្មណ៍មិនល្អចំពោះបរិះនោះដោយសារសម្លេងមើលងាយទូបរិះនេះជានរណាក៏ខ្ទោចត្រៀមខ្លួនប្រយុទ្ធដែរពេលនោះឡៃនឹងបរិះចាស់ដឹងពីសភាពការធ្ងន់ធ្ងរហើយឃើញកណ្ដាប់ដៃវីជុំវិញខ្លួនបរិះចាស់បានបោះស្រោចដីទៅលើម៉ាស៊ីនភ្លើងភ្លាមវាបបផ្ទប់នឹងម៉ាស៊ីនដែលជិតផ្ទុះហើយសម្លេងផ្ទុះក៏ចាប់ផ្ដើមលាន់នៅពេញតំបន់នោះអ្នកបើកឡាននៅតែឈរយ៉ាងស្ងប់ស្ងាត់ដែលបរិះចាស់មិនបានរំលងសម្គាល់ឡើយនៅពេលបន្ទាប់បរិះនោះញឹមមួយហើយយកឧបករណ៍បញ្ជាពីចម្ងាយចេញមកដើម្បីបញ្ជាឡានរុញបរិះចាស់ចាប់អារម្មណ៍ថាស្ថានភាពកំពុងចេញពីការគ្រប់គ្រងរបស់គាត់លោតទៅដើម្បីវាយអ្នកបើកឡានប៉ុន្តែនៅវិនាទីចុងក្រោយគាត់ត្រូវបានបោះត្រឡប់ក្រោយដោយកំប៉ុងដាក់ជុំជាច្រើនបន្ទាប់មកបរិះចាស់ត្រូវគេភ្ជុំកាំភ្លើងសៃតិចសមាជិកអង្គការនិយាយថាគេមិនឲ្យអតិថិជនរត់រួចឡើយរួចក៏ប្រមានមិនឲ្យកម្រើកភ្លាមនោះលីមកាន់កាំភ្លើងចូលមកហើយបញ្ជាឲ្យគេថយចេញពីបរិះចាស់បើមិនដូច្នោះនាងនឹងបាញ់នាងទាមទារឲ្យដឹងពីបំណងរបស់គាត់បរិះនោះដឹងថានាងមិនយល់សាច់រឿងសោះគាត់សួរថាបើគាត់បាញ់នាងតើនាងនៅតែគិតថាគាត់គ្មានទោសឬលីនដែលនៅតែរស់ក្នុងពិភពសប្បាយបានស្នើចែករបស់របរដូចញ៉ាំអាហារកំសាន្តគាត់សើចនឹងភាពស្មោះត្រង់ដ៏គួរឲ្យអស់សំណើចរបស់នាងកំពុងធ្វើដូចជានាងជាអ្នកបញ្ជារឿងនៅទីនេះបន្ទាប់មកគាត់រំលឹកនាងអំពីពេលដែលគាត់ទប់ឆ្កែជាមួយនាងមិនមែនដោយចិត្តល្អទេតែពេលគាត់ទៅយកលុយម្ចាស់ឆ្កែបានស្លាប់ទៅហើយដូច្នេះគាត់គិតថាគាត់អាចបំបត្តិឆ្កែផងដែរពេលនោះនាងបានមកដល់ហើយគាត់គិតថាវានឹងគួរឲ្យរីករាយបន្តិចប្រសិនបើបានឃើញនាងគ្រប់គ្រងឆ្កែធំមួយជាមួយទារកគួរឲ្យភ្ញាក់ផ្អើលណាស់ពេលនោះរឿងរ៉ាវទាំងអស់បានដំណើរការល្អឥឡូវនេះគាត់កាន់កាំភ្លើងជាប់ដៃហើយមិនព្រមចែករំលែកសម្ភារៈទេព្រោះវាមានតិចពេកសម្រាប់គ្រប់គ្នាបន្ទាប់មកបន្តិចបរិះកំឡោះទាំងអស់របស់គាត់បានចង្អុលកាំភ្លើងទៅលើពួកគេមេក្រុមប្រកាសថាមនុស្សខ្សោយដូចជាលេនគួរតែស្លាប់ពេលនេះបានធ្វើឲ្យគណិតចាំអំពីអតីតកាលនៅពេលគាត់ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការត្រូវបង្ខំឲ្យបរិភោគកណ្ដុរដើម្បីបំបត្តិឃ្លាននៅពេលនោះគាត់ត្រូវបានមើលងាយដូចជាពេលនេះផងដែរគាត់ត្រឡប់មកវិញពីការត្រួសត្រាយពេលឃើញឆ្កែរបស់គាត់ត្រៀមចូលវាយប្រហារបរិះកំឡោះទាំងនោះបោះស្លាយទៅលើម៉ាស៊ីនភ្លើងភ្លាមដែលធ្វើឲ្យភ្លើងដាច់បន្ទាប់មកភាពងឹតបានលេបត្របាក់អ្វីទាំងអស់ហើយមេក្រុមស្រែកឲ្យមនុស្សទាំងអស់ឈប់បាញ់រហូតដល់រកភ្លើងឃើញនៅពេលដូចគ្នាមេក្រុមបានលើកកាំភ្លើងរបស់គាត់ឡើងយកឱកាសនេះគឺបើកអំណាចរបស់គាត់ហើយកំពុងត្រៀមវាយមេក្រុមប៉ុន្តែពេលនោះព្រះចាស់ម្នាក់បានចូលមករំខានដោយលាតជើងវាយមេក្រុមវិញយ៉ាងខ្នឹងព្រះចាស់នោះបានមើលគ្នាដោយភ្ញាក់ផ្អើលយល់ថាវាជាអកុសលរបស់គាត់ដែលត្រូវឃើញដោយព្រះចាស់នោះដែលជាសមាជិកកងទ័ពចុងក្រោយនេះពួកគេអាចនឹងចាត់ទុកគាត់ថាជាភ្នែកអាក្រក់ហើយមានឱកាសពិតប្រាកដដែលគាត់នឹងត្រូវក្លាយជាវត្ថុស្រាវជ្រាវដោយសារអំណាចរបស់គាត់ដូចដែលរំពឹងទុកព្រះចាស់នោះក៏គិតដូចគ្នាដោយកំពុងសង្ស័យថាជាភ្នែកអាក្រក់ឬអត់ពេលដែលព្រះចាស់កំពុងត្រៀមវាយទារកបានលោតឡើងភ្លាមហើយទៅអង្គុយលើធ្នើខាងលើដែលជាកន្លែងព្រះចាស់មិនអាចមើលឃើញព្រះចាស់បើកភ្លើងចង្កៀងរបស់គាត់
ក្រុងបើកភ្លើងដែរតែគាត់ប្រុងប្រយ័ត្ននឹងព្រះចាស់នោះគាត់ស្អែកស្អិតដឹងថាគ្មានជំរឿត្រូវតែដួលព្រះចាស់មុនសិនតែផែនការគាត់ត្រូវផ្អាកដោយសម្លេងរំខានធ្វើឲ្យគ្រប់គ្នាផ្អើលគ្រប់គ្នាប្រែមកមើលឃើញស្លាយមួយរំខានដល់ក្រុមទាំងមូលខ្ញុំអួតរួចអង្គុយលើទេរុញចាំមើលរឿងកាត់ឡើងស្រាប់តែស្លាយនោះคล้ายជាមនុស្សដោយព្រះចាស់ហើយវាប្រហារគាត់ធ្វើឲ្យគ្រប់គ្នាត្រូវទល់នឹងរូបចម្លងរៀងខ្លួនព្រះចាស់ក៏ត្រៀមប្រយុទ្ធនឹងរូបចម្លងខ្លួនឯងដែរទាំងរអ៊ូតមចំពោះវិបត្តិថ្មីនេះលិនភ័យខ្លាចពេកឃើញរូបចម្លងឈរនៅមុខហើយសូមកុំឲ្យវាខិតចិត្តសម្លេងនាងធ្វើឲ្យព្រះចាស់ចាប់អារម្មណ៍គាត់បែរមកឃើញខ្ញុំក្បែរនោះខណៈរូបចម្លងព្យាយាមឡើងលទេសរុញព្រះចាស់គិតថាធ្លាប់ឃើញរូបនេះពីមុនមានន័យថាផែនការក្មេងយើងដើរយ៉ាងរលូនព្រោះឥឡូវគេកំពុងបង្ហូរទឹកភ្នែកក្រពើចាំព្រះចាស់មកជួយដោយវីរបុរសដោយរំពឹងទុកព្រះចាស់វារូបចម្លងភ្លាមពេលវិចិត្រដល់ប៉ុន្តែគាត់ក៏ខឹងពេលឃើញរូបចម្លងនោះកើតឡើងវិញយ៉ាងងាយដោយសារធម្មជាតិដូចស្លាយរបស់វាពេលដឹងថាកម្លាំងមិនអាចឈ្នះគាត់ក៏បោះស្លាប់ព្រីចោលហើយបដូរយុទ្ធសាស្ត្រថ្មីដើម្បីប្រយុទ្ធនឹងបិសាចនេះវិញគាត់មកប្រអប់អាវុធរបស់គាត់ហើយយកកាំភ្លើងចេញលីនឈ្នះរូបចម្លងដោយប្រើកាំភ្លើងអគ្គិសនីព្រោះវាជីចំណុចខ្សោយសត្វស្លាយចំណែកក៏ឈ្នះដែរតាមរយៈការវាសម្រុកមិនឈប់ដែលជីចំណុចខ្សោយមួយទៀតចុងក្រោយព្រះចាស់បានបំផ្លាញរូបចម្លងរបស់គាត់ដោយប្រើអាវុធធ្ងន់ឯការប្រយុទ្ធមិនទាន់បញ្ចប់នៅឡើយទេរូបចម្លងស្លាយមួយទៀតបានលោតចូលលើលីនប៉ុន្តែព្រះចាស់បានបាញ់វាចោលទាន់ពេលទោះបីជាសត្វនោះនៅមានជីវិតហើយកំពុងព្យាយាមស្ដារឡើងវិញក៏ដោយព្រះចាស់នៅតែបាញ់បន្តដោយសម្រេចចិត្តបញ្ចប់វាឲ្យបានរហែកជាគាត់មិនទាន់សម្លាប់វាឲ្យសព្វគ្រប់ទេប៉ុន្តែគាត់ប្រកាសជាបានបង្កការខូចខាតធ្ងន់ធ្ងរមួយតែមួយពេលនោះដែរមេក្រុមក៏បានឈរឡើងវិញដើម្បីត្រៀមវាប្រហារខណៈព្រះចាស់នៅតែរវល់ប្រយុទ្ធជាមួយស្លាយក៏បានស្បោះស្រាប់ក្នុងមាត់ខណៈមានអារម្មណ៍ខឹងចំពោះស្ថានភាពនេះគាត់មិនអាចបញ្ចេញអំណាចបានទេព្រោះខ្លាចបែកការគាត់ភ្ញាក់ផ្អើលពេលមេក្រុមចាប់ខ្លួនធ្វើចំណាប់ខ្មាំងបង្កប់ឲ្យលីននិងព្រះចាស់ទម្លាក់អាវុធតែមេក្រុមមិនដឹងថាទង្វើនេះកាន់តែជួយសម្រួលដល់ក្មេងប្រុសឆ្លាតរបស់យើងនោះទេក៏បានបើកអំណាចស្លាយរបស់គាត់យ៉ាងស្ងៀមស្ងាត់ហើយគ្រប់គ្រងសមាជិកម្នាក់ក្នុងក្រុមរបស់មេក្រុមសមាជិកនោះបានបើកគ្រាប់បែកហើយនៅពេលបន្ទាប់មានការផ្ទុះដ៏ធំមួយធ្វើឲ្យតំបន់នោះវិញជួយទោះបីមេក្រុមរស់រានពីការផ្ទុះក៏ដោយគាត់នៅតែចាប់ខ្មុកកាន់ដែរប៉ុន្តែប្រើភាពចលាចលនោះទៅជាឱកាសរបស់គាត់ដោយឃើញស្នូគ្រីស្តាល់ថ្នាក់ទី1ហើយបោះយកវាជាមួយកន្ទុយរបស់គាត់មុនពេលមាននរណាម្នាក់សម្គាល់មេក្រុមដែលរងរបួសធ្ងន់និងស្ទើរតែស្លាប់ក្នុងការផ្ទុះបានរត់ចូលបន្ទប់មួយទៀតហើយបិទទ្វារយ៉ាងខ្លាំងពីក្រោយក្នុងការខិតខំការពារខ្លួនឯងក្នុងបន្ទប់នោះក្រុមជនក្បត់កំពុងរងចាំមេក្រុមប្រកាសថាដល់ពេលចេញដំណើរហើយបញ្ជាឲ្យរៀបចំឡានចាក់ចេញពីទីនេះក្រុមបរិសុទ្ធក្បត់ចាប់ផ្ដើមអនុវត្តកម្មភ្លាមនៅពេលនោះផ្ទាល់ក្មេងប្រុសរបស់យើងសង្កេតឃើញស្នាមសាក់មួយទៀតដែលបានសាក់នៅចំហៀងធ្វើឲ្យឈ្មោះរបស់បរិសុទ្ធនោះបង្ហាញចេញឥឡូវនេះអ្វីទាំងអស់ខ្លាយជាច្បាស់លាស់សម្រាប់មនុស្សនេះគឺជាមេដ៏ពិតប្រាកដនៃអង្គការនេះឈ្មោះលីគាត់ចេញលមនុស្សដែលធ្វើឲ្យជីវិតរបស់ខ្លាយជនរងគ្រោះក្នុងជីវិតមុនការនោះលីពាក់ម៉ាស់រហូតទើបមិនដែលឃើញមុខគាត់នឹកស្មានមិនដល់ថាគាត់មានឱកាសឃើញមុខនោះឡើងវិញពេលលីនៅជាក្មេងបែបនេះខ្សែភ្នែកមើលទៅខ្លាំងរហូតលីដឹងខ្លួនហើយថែមទាំងស្ដីបន្ទោសគាត់ដោយខឹងទៀតផង